គេថាកន្លែងគេងគឺជាទីដ៏ស័ក្តិសិទ្ធិដែលបងប្អូនអាចប្រូក្រាមអាចហៅនៅអ្វីដែលល្អសម្រាប់ជីវិតរបស់អ្នកបានណាអញ្ចឹងទីកន្លែងដ៏ស័ក្តិសិទ្ធិរបស់អ្នកគឺនៅជុំវិញខ្លួនអ្នកនៅជិតអ្នកនឹងតែម្ដងជាទីកន្លែងដែលបងប្អូនអាចប្រូក្រាមបានជារៀងរាល់ថ្ងៃគឺហៅរឿងល្អហៅដំណឹងល្អហៅគោលដៅហៅក្តីបំណងប្រាថ្នារបស់បងប្អូនបានជារៀងរាល់ថ្ងៃបងប្អូនអញ្ចឹងតើធ្វើយ៉ាងម៉េចណាអញ្ចឹងគេថានៅមុនពេលបងប្អូនចូលគេងណាចានៅមុនពេលយើងចូលគេងយើងមិនទៅដល់គេងលក់ភ្លាមទេមែនទេបងប្អូនចាអញ្ចឹងមុនពេលដែលយើងចូលគេងគឺគេឲ្យយើងធ្វើការសំណឹកដឹងបុណ្យគុណណាសំណឹកដឹងបុណ្យគុណគ្រូបាអាចារ្យសំណឹកដឹងបុណ្យគុណអ្នកមានគុណសំណឹកដឹងបុណ្យគុណអ្វីដែលនៅក្នុងបន្ទប់គេងរបស់យើងមានពូកខ្នើយក្រែគេងណាម៉ាស៊ីនត្រជាក់អំពូលភ្លើងដង្ហែលស្អីមកចាប់នៅជុំវិញខ្លួនយើងហ្នឹងហើយមានប្តីមានកូនណាឲ្យសំណឹកដឹងបុណ្យគុណទាំងអស់ណារំលឹកតាំងពីព្រឹកមករហូតដល់យប់ហ្នឹងបងប្អូនជួបអ្វីខ្លះជួបរឿងអ្វីខ្លះឲ្យបងគេឲ្យយើងអរគុណទាំងអស់អរគុណគ្រប់បែបយ៉ាងអរគុណឲ្យបានយ៉ាងតិច10យ៉ាងណាបងប្អូនចាប់ផ្ដើមបងប្អូនអរគុណហើយបងប្អូនចាប់ផ្ដើមរៀងដូចថាទុនដបភ្នែកអាលីវចង់លក់អីហ្នឹងគេឲ្យយើងប្រូក្រាមបងប្អូនចង់បានអីប្រូក្រាមហ្នឹងទៅគោលដៅបងប្អូនចង់បានអីខ្លះបងប្អូនអ្នករស់ស៊ីអ្នករស់ស៊ីលក់ដូរលក់អីវ៉ាន់បងប្អូនចង់ឃើញព្រលឹមឡើងមានអ្នកចូលទិញប្រមាណបងប្អូនចង់ឃើញព្រលឹមឡើងបងប្អូនលក់ដាច់ប្រមាណចង់ឃើញមកបងប្អូនប្រូក្រាមពេលនោះឯងចាពេលហ្នឹងឯងគឺ subconscious mind របស់យើងហ្នឹងគឺចាប់ផ្ដើមទទួលយកស៊ីយកតែម្ដងណាបងប្អូនចាអញ្ចឹងបងប្អូនចាប់ផ្ដើមប្រូក្រាមទៅពេលបងប្អូនអាលីវគេងលក់ហ្នឹងខួរក្បាលរបស់យើងគេងណាគេងលក់ទៅជាមួយយើងប៉ុន្តែ subconscious mind អត់គេងទេណាបងប្អូនអញ្ចឹងបងប្អូនប្រូក្រាមអ្វីពីប្រលប់ពេលដែលបងប្អូនចូលគេងមុនចូលគេងហ្នឹងអាលីវហ្នឹងគឺ subconscious mind ស៊ីយកទាំងអស់ហើយបញ្ជូនទៅដល់ចក្រវាលមានតួនាទីចាត់រៀងមកឲ្យបងប្អូនម្ដងមួយទៅតាមអ្វីដែលបងប្អូនប្រូក្រាមទៅតាមអ្វីដែលបងប្អូនប្រាថ្នាចង់បានគឺមកម្ដងមួយដល់មុខតែយ៉ាងពិតប្រាកដបងប្អូនមិនជឿសាកមើលទៅណាបងប្អូនសាកមើលទៅគឺអត់អស់លុយទេគ្រាន់តែសាកមើលណាបងប្អូនជីវិតបដូរការគិតបដូរ